របៀបធ្វើខាត់ណាទឹកភ្នែកឲ្យមានរសជាតិឆ្ងាញ់វិធីធ្វើងាយមែនទែនបងប្អូនដំបូងយើងត្រូវការសាច់គោចំនួន3ខាំហាន់វារាងស្ដើងល្មមតែកុំស្ដើងពេកហើយច្របាច់ក្រូចឆ្មាមួយចំណិតធំច្របាច់ច្បល់វាចូលគ្នាឲ្យសព្វដើម្បីឲ្យសាច់គោនឹងរាងសពបន្តិចយើងច្របាច់វាបន្តិចមកហើយទុកវាមួយឡែកសិនបន្ទាប់មកទៀតយើងត្រូវដាំទឹកមួយឆ្នាំងហើយដាក់អំបិលមួយស្លាបព្រាកាហ្វេដើម្បីស្រុះផ្កាស្ពៃរបស់យើងធម្មតាយើងប្រើខាត់ណាតែដោយសារខ្ញុំអត់មានខាត់ណាខ្ញុំប្រើប្រូកូលីជំនួសវិញបន្លែដែលស្រុះហើយយើងត្រូវស្រង់ចេញហើយដាក់ត្រាំនៅក្នុងទឹកកកដើម្បីឲ្យវាស្រួយឥឡូវយើងត្រូវធ្វើទឹកត្រីយើងបុកម្ទេសខ្ទឹមសហើយដាក់អំបិលមួយចិបសម្រាប់ម្ទេសនិងខ្ទឹមសបងប្អូនដាក់តាមចំណង់ចំណូលចិត្តចូលចិត្តហឹរខ្លាំងដាក់ម្ទេសរាងច្រើនតិចទៅបន្ទាប់ពីយើងបុកឲ្យរាងម៉ត់ហើយចាំយើងដាក់ស្ករចូលចំនួន3ស្លាបព្រាបាយហើយកូរស្ករនឹងឲ្យរលាយចូលគ្នាសព្វជាមុនសិនបន្ទាប់មកចាំយើងច្របាច់ក្រូចឆ្មាដាក់ចូលហើយក្រូចនឹងខ្ញុំប្រើចំនួន2ផ្លែធំពេលយើងដាក់ក្រូចឆ្មាចូលហើយយើងកូររហូតទាល់តែស្កររលាយអស់បន្ទាប់មកយើងត្រូវដាក់ទឹកត្រីចូល7ស្លាបព្រាបាយហើយយើងថែមខ្ទឹមសនិងខ្ទឹមក្រហមហាន់ស្តើងបន្តិចទៀតដើម្បីឲ្យទឹកត្រីកាន់តែមានរសជាតិឆ្ងាញ់តែប៉ុណ្ណឹងរួចហើយបងប្អូនភ្លក់មើលយករសជាតិប្រៃជូរអែមតែបងប្អូនចូលចិត្តម្ហូបមួយមុខនេះកុំឲ្យវាផ្អែមខ្លាំងពេកបើផ្អែមក៏អត់សូវឆ្ងាញ់ដែរបន្ទាប់មកយើងចាប់ផ្ដើមរៀបបន្លែរៀបសាច់ដាក់ចានរួចហើយស្រូបទឹកត្រីពីលើមកតែប៉ុណ្ណឹងគឺរួចហើយញ៉ាំពេលដែលបន្លែនៅត្រជាក់គឺឆ្ងាញ់មែនតើហើយទឹកត្រីដែលយើងធ្វើបាញ់មិញយើងអត់ចាក់ទាំងអស់ទេយើងដាក់មកល្មមទៅបានហើយទឹកត្រីដែលនៅសល់យើងអាចចាប់សាច់ចាប់បន្លែជ្រលក់តាមក្រោយបាន